ខ្ញុំបានធ្វើរឿងមួយសម្រាប់ខ្លួនឯងដែលវាធ្វើឲ្យខ្ញុំសប្បាយចិត្តជាងមុនហើយនឹងច្បាស់លាស់នៅលើដំណើរជីវិតខ្លួនឯងនិងអាចរៀបចំជីវិតខ្លួនឯងបានល្អប្រសើរជាងមុនជំរាបសួរបងប្អូនទាំងអស់គ្នារីករាយឆ្នាំថ្មីឆ្នាំ2026ហើយឆ្លៀតឱកាសដើមឆ្នាំហ្នឹងខ្ញុំមានអីមួយដែលចង់ចែកម្លែកទៅកាន់បងប្អូនប៉ុន្តែខ្ញុំគិតថាប្រហែលជាក្នុងចំណោមបងប្អូនដែលទស្សនាអាចមានអ្នកខ្លះធ្លាប់ធ្វើរឿងហ្នឹងហើយឬក៏កំពុងតែធ្វើហើយតែអាចមានអ្នកខ្លះអត់ធ្លាប់ដឹងអត់ធ្លាប់ធ្វើពីមុនអញ្ចឹងសូមអាចមើលវីដេអូនេះឲ្យចប់ទៅហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់សាកល្បងអាចអនុវត្តបានចា៎ខ្ញុំបានធ្វើរឿងមួយសម្រាប់ខ្លួនឯងដែលវាធ្វើឲ្យខ្ញុំសប្បាយចិត្តជាងមុនហើយនឹងច្បាស់លាស់នៅលើដំណើរជីវិតខ្លួនឯងនិងអាចរៀបចំជីវិតខ្លួនឯងបានល្អប្រសើរជាងមុនគឺខ្ញុំតែងតែសរុបលទ្ធផលប្រចាំឆ្នាំនៅរៀងរាល់ចុងឆ្នាំចាហើយនឹងធ្វើគោលដៅឬក៏ផែនការសម្រាប់ឆ្នាំបន្ទាប់ចាហើយវិធីសាស្ត្រដែលខ្ញុំធ្វើហ្នឹងស្រួលទេគឺខ្ញុំធ្វើជា artwork ជាផ្ទាំងរូបមួយបែបសិល្បៈច្នៃប្រឌិតជួនកាលខ្ញុំមានផាត់ពណ៌ខ្ញុំមានគូខ្ញុំមានសរសេរអីតិចតួចឬក៏ពេលខ្លះខ្ញុំកាត់กระดาษឬក៏កាត់រូបថតចេញពីសភៅទស្សនាវដ្តីផ្សេងដែលខ្ញុំលែងប្រើហ្នឹងជារូបតំណាងបិទហើយមានសរសេរអីតិចតួចអញ្ចឹងណាចាំមើលខ្ញុំនឹងបង្ហាញនៅរូបភាពហ្នឹងនៅចុងវីដេអូចាអញ្ចឹងខ្ញុំតែងតែសរុបសមិទ្ធផលប្រចាំឆ្នាំរបស់ខ្ញុំថាខ្ញុំធ្វើបានអីខ្លះក្នុងឆ្នាំចាស់ហើយទោះបីជាវាមិនលម្អិតក៏ដោយប៉ុន្តែវាជាគោលហើយវាសិតតែជាសមិទ្ធផលសំខាន់ដែលខ្ញុំបានធ្វើហើយពេលដែលខ្ញុំឃើញសមិទ្ធផលខ្លួនឯងហ្នឹងគឺខ្ញុំសប្បាយចិត្តខ្ញុំមានមោទនភាពមួយខ្លួនឯងខ្ញុំឃើញខ្លួនឯងកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងណាបងប្អូនចាហើយសមិទ្ធផលនឹងដែរគឺខ្ញុំសរុបនៅលទ្ធផលតាក់ទងនឹងការថែទាំសុខភាពផ្លូវកាយផ្លូវចិត្តរបស់ខ្ញុំតាក់ទងនឹងការរៀនសូត្រអភិវឌ្ឍខ្លួនឯងតាក់ទងនឹងអាជីពការងាររបស់ខ្ញុំដែលខ្ញុំបង្កើនសមត្ថភាពហើយខ្ញុំបង្កើនផលិតភាពការងារឬក៏ប្រសិទ្ធភាពការងារខ្ពស់ជាងមុនណាខ្ញុំសរុបលទ្ធផលផ្នែកហិរញ្ញវត្ថុស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំសរុបលទ្ធផលពីទំនាក់ទំនងនៅក្នុងជីវិតរបស់ខ្ញុំជាមួយបងប្អូនមិត្តភ័ក្តិគ្រួសារហើយនឹងអ្នកដទៃផ្សេងទៀតខ្ញុំសរុបលទ្ធផលពីការងារមនុស្សធម៌ដែលខ្ញុំចូលចិត្តធ្វើវាជាចំណែកមួយនៃជីវិតរបស់ខ្ញុំដែលសំខាន់ដែរណាចាអញ្ចឹងអ្វីក៏ដោយដែលជាផ្នែកសំខាន់នៃជីវិតបងប្អូនអាចសរុបលទ្ធផលជាផ្នែកអញ្ចឹងបានហើយបន្ទាប់មកខ្ញុំកំណត់ផែនការឬក៏ហើយនឹងគោលដៅឆ្នាំថ្មីដោយផ្អែកទៅលើព័ត៌មានឆ្នាំចាស់ហ្នឹងជាមូលដ្ឋានខ្ញុំអាចកំណត់គោលដៅកាន់តែជាក់លាក់សម្រាប់ឆ្នាំថ្មី2026ដូចឆ្នាំនេះចឹងណាចាចឹងទៅខ្ញុំដឹងគោលផែនការគោលដៅគោលរបស់ខ្ញុំថាផ្នែកការថែទាំសុខភាពខ្ញុំចង់ធ្វើអីខ្លះផ្នែកការអភិវឌ្ឍខ្លួនឯងរៀនសូត្រខ្ញុំចង់ធ្វើអីខ្លះផ្នែកការងារខ្ញុំចង់បង្កើនផលិតភាពសិទ្ធិភាពការងារមិនខ្លះផ្នែកហិរញ្ញវត្ថុខ្ញុំចង់បង្កើនមិនខ្លះអីអញ្ចឹងទៅអញ្ចឹងអានេះវាធ្វើឲ្យខ្ញុំកាន់តែច្បាស់លាស់ទៅលើដំណើរក្នុងការធ្វើដំណើរជីវិតហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងវាកាន់តែច្បាស់ហើយខ្ញុំអត់វែងខ្លួនឯងខ្ញុំអត់វែងគោលដៅដូចមុនទេចានេះគឺជាអត្ថប្រយោជន៍ហើយវាធ្វើឲ្យខ្ញុំសប្បាយចិត្តវាជាកម្លាំងចិត្តដែលរុញខ្ញុំឲ្យដូចថាមានកាលណាខ្ញុំមានគោលដៅច្បាស់ទៅខ្ញុំដូចគេនិយាយថាពេលយើងក្រោកឡើងយើងដឹងថាយើងត្រូវទៅណាអញ្ចឹងយើងមានមូលហេតុក្នុងការក្រោកពីគេងព្រលឹមឡើងអញ្ចឹងណាចាអញ្ចឹងទៅ
anh ấy xem em nhóm vi chụp này mùi đã thuê nhóm đã thuê chỉ vật nhóm miền này nó bây giờ nhóm miền cô đai cho bà lóa chả hay xem em bông ôn tài mình toan ban rồi khơi cô đai chỉ vật khuôn anh cho bà lóa té dạng hao nè mà năm tới mốc bây giờ miền cô đai tụi tôi chứ vi chui dương đài nè chả chúng cá đôi cái than chả chúng cá dương ở toàn khơi nhà cô đai thông bao dương thật thời tên này bàn tay dạng hao nè bây giờ khơi mà chấm hiên tới mốc vi chui ở dương ban chiên trường đài tới mà chấm hiên tới mốc hai xem em nè đã khơi cô đai luôn anh cho ba chẳng chấm hiên thì muối bao giờ nó ra tay sầm khăn tiệt chả nếu chỉ bọt bị sao bao nhiêu nhưng cất tha ca đại dương bắt đầu nơi lời chấm hiên muối không bắt chập bon hay là cột đỏ clay bao giờ nắng vi chụp này muối sầm khăn hai pe đại dương khơi pe pri chấm rán bọc luôn anh mà chấm hiên nâng tới vi chia cầm lắng chất ao dương chiên từ một bàn lọ chả sông ở cồn